បាទស្វាគមន៍មកកាន់វីដេអូបន្ទាប់ដែលនៅក្នុងវីដេអូនេះយើងនឹងស្វែងយល់អំពី consumer អ្នកប្រើប្រាស់ producer អ្នកផលិតហើយនឹង the efficiency of the market ហើយនឹងប្រសិទ្ធភាពនៃទីផ្សារអញ្ចឹងពេលដែលអ្នកប្រើប្រាស់ហើយនឹងអ្នកផលិតគាត់ទំនាក់ទំនងគ្នានៅក្នុងទីផ្សារហ្នឹងតើគាត់ទទួលបានអីខ្លះអញ្ចឹងណាបាទឥឡូវយើងទៅមើលលំអិតទាំងអស់គ្នាអញ្ចឹងដំបូងយើងត្រូវស្វែងយល់ពី welfare of economics welfare of economic នេះគឺមានន័យថាដូចជាសុខុមាលភាពរបស់សេដ្ឋកិច្ចចឹងបាទដូចសុខភាពរបស់សេដ្ឋកិច្ចចឹងណាអញ្ចឹងទី1យើងមើលទៅលើ allocation of resource refer to បានន័យថាការបែងចែកនៅធនធានគឺបានន័យថា how much each good is produced តើផលិតផលនឹងគួរតែផលិតចំនួនប្រមាណផលិតផលនីមួយៗហ្នឹង which producer produce it តើអ្នកណាដែលគួរតែផលិតផលិតផលហ្នឹង which consumer consume it តើអ្នកប្រើប្រាស់រូបណាដែលនឹងប្រើប្រាស់ផលិតផលហ្នឹងហើយមួយទៀតគឺwelfare of economics ហ្នឹងគឺគេចង់បញ្ជាក់ថាគឺជាការសិក្សាតើយើងត្រូវបែងចែកធនធានហ្នឹងរបៀបម៉េចឲ្យវាមានប្រសិទ្ធភាពនៅក្នុងសេដ្ឋកិច្ចណាបាទឥឡូវយើងមកមើលwillingness to pay សិនដោយសារតែដើម្បីយើងចង់ដឹងពីប្រសិទ្ធភាពនៃអ្នកប្រើប្រាស់ហើយនិងអ្នកផលិតនៅក្នុងទីផ្សារយើងត្រូវយល់ស្អីទៅជា willingness to pay អញ្ចឹង willingness to pay គឺបានន័យថាអ្នកទិញដែលគាត់ហ៊ានចំណាយប្រមាណទៅលើផលិតផលជាក់លាក់ណាមួយអញ្ចឹងឧទាហរណ៍ដូចជា minimum amount the buyer will pay for that good តម្លៃខ្ពស់បំផុតដែលអ្នកទិញម្នាក់នឹងគាត់ហ៊ានចំណាយទៅលើទំនិញឬសេវាកម្មណាមួយបាទហើយ how much the buyer value the good តើអ្នកទិញនឹងគាត់ឲ្យតម្លៃផលិតផលហ្នឹងប៉ុន្មានបាទអញ្ចឹងឥឡូវយើងមកមើលឧទាហរណ៍នៅខាងក្រោមគេដាក់បន្តិចគេថា for buyer willingness to pay for an iPhone មានអ្នកទិញ4នាក់ willingness to pay របស់អ្នកទិញ4នាក់សម្រាប់ iPod សំទោសមាន iPhone និង iPod អញ្ចឹងក្នុងនេះយើងឃើញមាន name នៅក្នុងនេះយើងឃើញមាន Anthony Chad Flea and John អញ្ចឹងAnthony willingness to pay យើងឃើញ WTP ហ្នឹងគឺពាក្យកាត់មកពីពាក្យ willingness to pay បាទអញ្ចឹង Anthony គាត់ willingness to pay របស់គាត់ for iPod ហ្នឹងគឺ250ហើយ Chad willingness to pay របស់គាត់175 Flea 300ហើយនិង John 125បាទឥឡូវយើងទៅមើលចំណុចបន្ទាប់អញ្ចឹងអានេះ willingness to pay ហើយនឹង demand curve បាទអញ្ចឹងយើងមើលថាប្រសិនបើតម្លៃ iPod ហ្នឹង$200 who will buy iPod បើសិនជាតម្លៃ iPod ហ្នឹង$200តើអ្នកណានឹងទិញ iPod ហ្នឹងហើយបើសិនជាទិញតើមានចំនួនប្រមាណដែលត្រូវការទិញហ្នឹងហើយអញ្ចឹងយើងអាចមើលកន្លែងហ្នឹងបានណាបាទឥឡូវយើងមើលតារាងហ្នឹងដែលមាន name មាន willingness to pay ហ្នឹងតែក្នុងនេះគេដាក់ថា Anthony and Flea will buy an iPod Chad and John will not គេដាក់ថា Anthony ហើយនឹង Flea ហ្នឹងគាត់នឹងទិញ iPod ហ្នឹងហើយប៉ុន្តែ Chad និង John គាត់នឹងមិនទិញទេហេតុអីបានមិនទិញដោយសារតែតម្លៃ iPod ហ្នឹង$200ហើយ Anthony willingness to pay របស់គាត់250អញ្ចឹងបើសិនជាតម្លៃក្រោម willingness to pay គាត់នឹងទិញហើយបាទហើយមួយទៀតគឺ Flea ហ្នឹងគាត់ក៏ទិញដែរដោយសារ willingness to pay របស់គាត់$300អញ្ចឹង iPod ហ្នឹងតែ200ទេអញ្ចឹងគាត់នឹងទិញប៉ុន្តែសម្រាប់ Chad ហើយ John វិញគឺ willingness to pay របស់គាត់John មានតែ125ហើយ Chad មានតែ175ទេអញ្ចឹងwillingness to pay របស់គាត់ក្រោមតម្លៃ iPod អញ្ចឹងពីរអ្នកហ្នឹងគាត់អត់ទិញទេអញ្ចឹងបានន័យថាបើសិនជា iPod ហ្នឹងលក់ក្នុងតម្លៃ$200នឹងមានតម្រូវការ2នៅក្នុងទីផ្សារបាទអញ្ចឹងអានេះក្នុងនេះគេដាក់តែ4នាក់ទេដើម្បីឲ្យយើងស្រួលយល់អញ្ចឹងណាតែនៅក្នុងទីផ្សារចំនួនវាមានច្រើនជាងហ្នឹងតែរបៀបមើលរបៀបកណនាគឺដូចគ្នាអញ្ចឹងបាទដូចយើងទៅមើលចំណុចបន្ទាប់នេះគឺយើងមើល willingness to pay and demand curve អញ្ចឹងឥឡូវយើងមើលderive
the demand schedule ចឹងអានេះគឺជា demand schedule បានន័យថាតារាងនៃតម្រូវការមួយហើយក្នុងនេះយើងឃើញមានឈ្មោះ4នឹងដែរ Anthony Chart and Flea John ហ្នឹងហើយមាន willingness to pay របស់គាត់ហើយបន្ទាប់មកយើងឃើញមានតារាងខាងស្ដាំមាន3ជួរឈរហ្នឹងគេដាក់ថា1 price of iPod គេតំណាងឲ្យ SOP មួយទៀតគេដាក់ថា who buy ហើយបន្ទាប់មកខាងស្ដាំដៃគេយើងឃើញថា QD quantity demanded អញ្ចឹង QD នេះមកពីពាក្យថា quantity demanded បាទអញ្ចឹងឥឡូវយើងមើលទី1យើងមើលពីលើចុះក្រោមមកយើងឃើញថាបើសិនជា iPod ហ្នឹងតម្លៃ$301ឬខ្ពស់ជាងហ្នឹង Who buy ដាក់ថា nobody អត់មានអ្នកទិញទេហេតុអីបានអត់មានអ្នកទិញដោយសារតែ4អ្នកនេះ willingness to pay របស់គាត់ខ្ពស់បំផុតគឺ free ត្រឹម$300ទេហើយបើសិនជា iPod ហ្នឹងហ៊ានតែលក់$300អត់មានអ្នកទិញទេបាទអញ្ចឹង nobody ហើយបន្ទាប់មក like quantity demanded 0បាទប៉ុន្តែបើសិនជា iPod ហ្នឹងគាត់លក់251ទៅ300 free គាត់នឹងទិញមានតែ free ម្នាក់ដែលហ៊ានទិញ iPod បើសិនជា iPod ហ្នឹងលក់251ទៅ300បាទអញ្ចឹង quantity demanding នេះមានមួយដោយសារតែអាតូនីគាត់ហ៊ានទៅត្រឹម250ហើយបើសិនជា iPod លក់251អាតូនីគាត់អត់ទិញទេអញ្ចឹងមានតែ free មួយដែលហ៊ានទិញបាទហើយមួយទៀតបើសិនជា iPod នឹងលក់176ទៅ225នោះអ្នកទិញមាន2អ្នកមានអាតូនីហើយនិង free អញ្ចឹង quantity demanded ចំនួនដែលត្រូវការហ្នឹង2បាទហើយមួយទៀតបើសិនជា iPod ហ្នឹងលក់ចន្លោះតម្លៃ126ទៅ175អ្នកទិញមាន3អ្នកឆាតមួយទៀតហើយព្រោះឆាតគាត់ហ៊ានទិញ175ឥឡូវ iPod ហ្នឹងលក់ឧទាហរណ៍ថាគេលក់126ទៅ175គឺឆាតគាត់អាចចូលទៅក្នុងទីផ្សារហ្នឹងដើម្បីទិញបានហើយអញ្ចឹងចំនួនត្រូវការមាន3ហើយមួយទៀតចុងក្រោយបើសិនជា iPod នឹងលក់ពី0ទៅ$125ចំនួនដែលត្រូវការមាន4ទាំង4អ្នកហ្នឹងគឺគាត់អាចទិញទាំងអស់ដោយសារតែ willingness to pay របស់គាត់គឺមានត្រឹម125ហើយនិង3អ្នកទៀតខ្ពស់ជាង125បាទហើយឥឡូវយើងបន្ទាប់ពីមើលចំនួនការទិញ willingness to pay របស់បុគ្គល4រូបខាងលើយើងមកមើលពី consumer surplus ដែល consumer surplus យើងហៅកាត់ថា CS អញ្ចឹងស្អីទៅ CS consumer surplus CS ហ្នឹងស្មើនឹងWTP មកពីពាក្យថា willingness to pay ដក P មកពី price អញ្ចឹងបានន័យថា consumer surplus ហ្នឹងគឺស្មើនឹង willingness to pay របស់អ្នកទិញដកតម្លៃជាក់ស្ដែងដែលអ្នកទិញហ្នឹងគាត់បង់បាទអញ្ចឹងឧទាហរណ៍ amount of buyer willing to pay minus the amount of buyer actually pay បាទអញ្ចឹងចំនួនដែលអ្នកទិញម្នាក់គាត់នឹងហ៊ានចំណាយដកចំនួនជាក់ស្ដែងដែលគាត់ចំណាយទៅលើផលិតផលនោះបាទអញ្ចឹងអាចអត់ទាន់យល់អញ្ចឹងយើងមើលឧទាហរណ៍ខាងក្រោមទាំងអស់គ្នាអញ្ចឹងទី1យើង suppose យើងសន្មតថាតម្លៃគឺ$260បើសិនជាតម្លៃផលិតផលមួយ$260អញ្ចឹង free គាត់ហ៊ានទិញiPod មិញរហូតដល់$300អញ្ចឹងយើងយក willingness to pay របស់ free គឺ300ដក260តម្លៃដែលគាត់បានបង់ជាក់ស្ដែងស្មើឲ្យ40អញ្ចឹងស្អីទៅ40ហ្នឹងអញ្ចឹង40ហ្នឹងគឺគេហៅថា consumer surplus ហ្នឹងបានន័យថាគាត់ហ៊ានចំណាយរហូតដល់300ប៉ុន្តែពេលដែលគាត់ចូលទៅក្នុងទីផ្សារទៅទំនិញនេះលក់តែ260ទេដោយសារតែអ្នកផលិតគាត់អាចលក់តម្លៃប៉ុណ្ណឹងគាត់អាចចំណេញអញ្ចឹង free គាត់មាន consumer surplus រហូតទៅដល់$40បានន័យថាពេលគាត់ចូលក្នុងទីផ្សារទៅគាត់ចំណេញ$40បាទហើយសម្រាប់អ្នកផ្សេងគឺអត់មាន consumer surplus ទេដោយសារតែអត់មានអ្នកណាហ៊ានទិញ iPod ហ្នឹងក្នុងតម្លៃ260ទេបាទមួយទៀត producer surplus អញ្ចឹងអានេះយើងមើលពី surplus របស់អ្នកផលិតម្ដងអញ្ចឹងស្អីទៅជា producer surplus យើងមើលនិយមន័យរបស់វាគឺ value of everything a seller must give up to produce a good គឺ
đầm lay sẽ rộp tiếng đài nẹ lụa nữa trâu tại chùm nái đầm bấy phải lật là tập hòn mùi chắc là nó cứ measure of willingness to sell nhưng qua hồi mơ tá ở nẹ lụa nữa quạt hiên lụa không làm lại bờ màn bạn chắc produce and sell the goods and services only if the price bigger than cost cái đã sinh nhà thông chiến á chẳng trong phải chạy tha nẹ phải lật nẹ lụa nữa còn ai lụa là tập hợp rừng sẽ vào cảm bán được lên té đầm lại đến cứ có trên cost chắc bà sân chỉ quạt chùm nái kho bao quạt đọc đô lá quạt mình ai lụa là tập hợp rừng sẽ vào cảm nó còn đọc đô la thì bạn còn thờ lụa lơ đọc đô la này này chắc là lấy dương một mơ ưu thì ho bác kê mình tích chắc ở dương khơi miền ném miền Jack miền Janet and Chrissy hay đầm lái cost miền đọc đô la một thấy giảm giảm chẳng cái ưu thì ho tha cost of three seller in the lawn cutting business chắc là nó chia đầm lay đài nẹ lụa bay sinh này nó không chỉ vào cảm đó bạn chắc này producer supply chẳng nhưng khơi thả miền ràng mua miền bay đây hàng lờ nắng hay vật tọt mấy những khơi miền ràng mùi tiết cái đạm phí đầm nàng ở price hay mùi tiết US đầm nàng ở quantity demanded chắc mà sân chia đầm lay và đọc là robot là tập hòn nắng vì son tàu vùng buồn là ọt miền nè lật từ nè lụa na hiền lụa đầm lay và năng cứ sâu nè lại quantity supply xong tàu US nó cứ smart được việc quantity supply chấm luôn đại cột công á bạn chắc ba đầm lái son tàu vùng buồn là bay nè ní còn ọt này lụa bán này để xa tài mà nè hiền lụa đọc được là láng mà nè hên lụ một phay mà nè hên lụ sàm pram chẳng mà sân chỉ tầm lại thầm bùn buồn cho crom ở miền nè hên lụ thế chẳng quantity supply smart zone hay phải tọt máu mà sân chia đầm lại bị đọc được là tọt đọc bùn buồn miền mình nè hên cột cùng hay dừng mở nã kế để hên cột cùng đầm lại đọc tọt đọc muốn nè chặt này còn hên cột cùng nó lại đọc tọt đọc buồn tại sao willingness to sell bọc quát thầm đọc là thì bạn mùi tiết dương mơ và sân ba đầm lại pi một pay từ xa 4 quantity supply miền pi hay dương mơ là cái hiền supply class nè chắc hay nâng Janet này chắc willingness to sell bọc quát đọc hay Janet ní willingness to supply bọc quát một pay chẳng bằng lại một pay từ xa 4 pi nhẹ nó còn nâng supply nó còn nó cuối cùng không tiếp sai bạn hai mối tiết và sân chia đầm lại sam pram rư là sam pram nhẹ cột cung tầng bay nó quạt nắng cột cung này đây xa tại vì trầm rư còn lơ willingness to sell bọc quạt bạn lâu dương mơ ở market efficiency mà đó và rất là phiền này tiếp xa chẳng total supply cứ smart nâng consumer supply bộ producer supply và hay consumer supply cứ smart value to buyers minus amount paid by buyers chẳng consumer supply nó cái phải chạy xa lang vĩnh cứ smart nâng đầm lay đại nẹt tình hiền bóng đọ nâng đầm lay đại nẹt tình nhá cứ bạn bằng chạy này hay buyer gain from participating in the market chẳng nẹt tính có từ tour bán Paul chụp nành pika cho luôn từ trong market này đội chứng khơi nhé miền ở mình nè lúc còn hiện bằng hồi đã bay rồi được là còn tái p là còn trôi từ đó tìm sát là tập hợp những cái nội tái pi rồi học những con chỉ đánh bán xài sập là năng ngày chẳng nhưng mơ pi producer supply mà đó cứ smart amount received by seller minus cost to seller chẳng cứ chùm luôn đài nè lụa quạt bàn tập tuôn pika lúc hay đó đầm lại đàm đọt lại đàm chẳng seller gain from participating in the market chẳng nè lúc có quạt từ tour ban Paul chấm đánh đại pika choរួមtừក្នុងទីផ្សារហ្នឹងហើយ total supply ហ្នឹងគឺ smart value to buyer minus cost to seller បាទចឹង total supply គឺ smart value to buyer dot cost to seller បាទអញ្ចឹងវីដេអូថ្ងៃហ្នឹងមានប៉ុណ្ណឹងអរគុណចំពោះការតាមដានទស្សនាហើយបើមាន
សំណួរអីតាក់ទងនឹងសេដ្ឋកិច្ចអាច comment នៅខាងក្រោមវីដេអូបានអរគុណជួបគ្នានៅវីដេអូក្រោយ